ចាសម្រាប់អ្នកចូលចិត្តចិញ្ចឹមឆ្កែត្រូវដឹងអំពីចំណុចទាំង6នេះអ្នកចូលចិត្តចិញ្ចឹមឆ្កែមានបានដឹងកន្លឹះទាំងនេះហើយឬនៅពិតប្រាកដណាសត្វឆ្កែត្រូវបានគេស្គាល់ថាជាមិត្តដ៏ល្អសម្រាប់មនុស្សជាច្រើនប៉ុន្តែពេលខ្លះវាក៏បង្ករឿងខ្លះៗឲ្យអ្នកជិះក្បាលផងដែរខាងក្រោមនេះជាកន្លឹះខ្លះៗដើម្បីជួយសម្រួលដល់បញ្ហាដែលបង្កើតដោយពួកវា1អ្នកអាចប្រើសូដាដើម្បីលាងជម្រះទឹកនំឆ្កែចេញពីកម្រាលព្រំបាន2បើឆ្កែអ្នកស៊ីអាហារលឿនពេកអ្នកអាចដាក់កូនបាល់មួយចូលទៅក្នុងចានអាហារដើម្បីឲ្យពួកវាកាត់បន្ថយល្បឿន3អ្នកអាចប្រើស្រោមដៃជ័រដើម្បីប្រមូលរោមដែលជ្រុះជាប់នៅលើសាឡុង4បើសិនជាឆ្កែរបស់អ្នកចាស់ហើយធ្មេញចាប់ផ្ដើមមានបញ្ហាអ្នកអាចដាក់ទឹកបន្តិចចូលទៅក្នុងចំណីរបស់ពួកគេរួចដាក់កម្ដៅ20ទៅ30វិនាទីដើម្បីឲ្យស្រួលទំពា5រោយជីវ៉ាន់ស៊ុយតិចៗទៅក្នុងអាហារឆ្កែរបស់អ្នកដើម្បីកាត់បន្ថយក្លិនខ្យល់ដង្ហើមមិនល្អរបស់ពួកគេ6បើឆ្កែរបស់អ្នករបូតខ្សែទៅជំនួសឲ្យការរត់ដេញចាប់វាមកវិញអ្នកអាចពុតធ្វើជាដួលមានរបួសដើម្បីឲ្យវាត្រឡប់មករកអ្នកវិញមួយទៀតតកតងវិធីការពារកុំឲ្យសត្វឆ្កែខាំជាការពិតណាសត្វឆ្កែគឺជាសត្វដែលគួរឲ្យស្រឡាញ់ហើយមនុស្សយើងភាគច្រើនតែងតែនិយមចិញ្ចឹមវានៅតាមផ្ទះមិនថាអ្នករស់នៅទីក្រុងឬអ្នករស់នៅជនបទឡើយតែសត្វឆ្កែក៏មានគ្រោះថ្នាក់ណាស់ដែរព្រោះសត្វឆ្កែវាជាពពួកសត្វដែលចេះខាំហើយបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើនខាងក្រោមនេះគឺជាវិធីមួយចំនួនសម្រាប់ការពារសត្វឆ្កែខាំ1ត្រូវនៅឲ្យស្ងៀមមួយកន្លែងដូចរូបចម្លាក់បើមានឆ្កែដែលយើងមិនស្គាល់ចូលមកជិតយើង2មិនត្រូវទុកកុមារតូចៗឲ្យនៅជាមួយសត្វឆ្កែនោះទេទី3នៅពេលឃើញឆ្កែមិនត្រូវស្រែកយំឬរត់លឿនចេញពីវានោះទេព្រោះធ្វើបែបនេះបណ្ដាលឲ្យវាភ័យនិងអាចស្ទុះមកខាំបាន4បើឆ្កែកន្ត្រងយើងដួលយើងត្រូវសម្ងំមួយកន្លែងដេកមួយចំហៀងចំកោងខ្នងអោបក្បាលជង្គង់ការពារមុខយើងកុំឲ្យឆ្កែខាំត្រូវមុខ5មេឆ្កែដែលទៅនឹងកើតកូនកាចណាស់យើងមិនត្រូវទៅលេងនឹងវាឬលេងកូនឆ្កែដែលទៅនឹងកើតនោះទេ6មិនត្រូវទៅលេងជាមួយឆ្កែដែលកំពុងដេកព្រោះវាអាចភ្ញាក់ហើយស្ទុះមកខាំយើងបាន7មិនត្រូវទៅលេងឬទាញយកចំណីចេញពីវានៅពេលដែលឆ្កែកំពុងស៊ីនោះទេ8កុំសម្លឹងចំភ្នែកឆ្កែហើយមានការភ័យខ្លាចព្រោះសត្វឆ្កែមានញៀនដែលអាចដឹងអំពីយើងហើយវាអាចស្ទុះមកខាំយើងបាន